នៅពេលដែលយើងនិយាយអំពីរាស្ត្រយើងនិយាយអំពីរដ្ឋថ្ងៃនេះខ្ញុំសូមលើកឡើងអំពីរដ្ឋហើយនឹងរាស្ត្រនៅពេលដែលរដ្ឋគាត់មានអំណាចរាស្ត្រអ្នកដែលទទួលអំណាចពីរនឹងគឺអត់អាចចោលគ្នាបានណាដូចអណ្ដាតហើយថ្មិញហ្នឹងតែងតែប៉ះគ្នាថ្ងៃណាមួយក៏ប៉ះគ្នាទេហើយតើអ្វីដែលសំខាន់នោះគឺថាអ្នកដែលផ្ដល់អំណាចអ្នកដែលផ្ដល់អំណាចអ្នកប្រើប្រាស់អំណាចហើយបន្ទាប់មកទៀតអ្នកទទួលអំណាចណាដែលត្រូវបានផ្ដល់ឲ្យវាវត្តទៅវិញហ្នឹងវាវិលហ្នឹងដូចអណ្ដាតធ្មេញគង់តែថ្ងៃប៉ះគ្នាទេប៉ុន្តែនៅពេលដែលអំណាចបំរើប្រជាពលរដ្ឋសង្គមនឹងមានទំនុកចិត្តដែរប៉ុន្តែពេលអំណាចបំរើប្រយោជន៍ផ្ទាល់ខ្លួនយុត្តិធម៌នឹងចាប់ផ្ដើមចុះខ្សោយហើយនៅពេលនោះហើយនៅពេលដែលមន្ត្រីភ្លេចខ្លួនថាខ្លួនជាអ្នកបម្រើអំណាចនឹងប្រែក្លាយទៅជាឯកសិទ្ធិហើយនៅពេលដែលអំណាចក្លាយទៅជាឯកសិទ្ធិអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋហើយយើងចងចាំទាំងអស់គ្នាអារឿងនេះអំណាចយើងដឹងហើយថាអំណាចដែលគ្មានការទទួលខុសត្រូវនាំឲ្យមានការរំលោភអំណាចហើយអំណាចដែលគ្មានការត្រួតពិនិត្យនាំឲ្យកើតនៅអំពើអយុត្តិធម៌វានាំឲ្យមាននៅអំពើអយុត្តិធម៌ហេតុដូច្នេះហើយគ្មាននរណាម្នាក់អាចធំជាងច្បាប់បានឡើយកុំថាអ្នកបុណ្យស័ក្តិយោស្អីក៏ដោយអត់ធំជាងច្បាប់ទេពីព្រោះនៅពេលដែលអំណាចធំជាងច្បាប់គឺជាពេលវេលាដែលយុត្តិធម៌ហ្នឹងចាប់ផ្ដើមបាត់បង់តម្លៃហើយផ្ទុយទៅវិញនៅពេលដែលច្បាប់ធំជាងអំណាចគឺជាពេលវេលាដែលប្រជាពលរដ្ឋចាប់ផ្ដើមមានទំនុកចិត្តទៅលើរដ្ឋនៅពេលនោះហើយគឺប្រជាពលរដ្ឋចាប់ផ្ដើមមានទំនុកចិត្តទៅលើស្ថាប័នរដ្ឋហេតុដូច្នេះកង្វះមន្ត្រីល្អដោយឡានដែលគាត់កំពុងតែជិះហ្នឹងកង្វះមន្ត្រីល្អដោយតំណែងដែលគាត់កំពុងតែកាន់ហ្នឹងកង្វះមន្ត្រីល្អដោយសារតែអាគារវីឡាសម្ភារៈទំនើបរបស់គាត់ចូលវាស់គាត់ដោយការគោរពច្បាប់ដោយយុត្តិធម៌ដែលគាត់កំពុងតែការពារនិងដោយសេវាសាធារណៈដែលគាត់ផ្ដល់ជូនទៅកាន់ប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋជាទីគោរពច្បាប់មិនមែនបង្កើតឡើងដើម្បីការពារអ្នកមានអំណាចទេច្បាប់គឺបង្កើតឡើងដើម្បីធានាថាអ្នកមានអំណាចនិងប្រជាពលរដ្ឋស្ថិតនៅក្រោមដំបូលច្បាប់តែមួយនោះហើយជាសមភាពចំពោះមុខច្បាប់នោះហើយជាបេះដូងនៃនីតិរដ្ឋអំណាចអាចធ្វើឲ្យមនុស្សគោរពមួយរយៈអំណាចអាចធ្វើឲ្យមនុស្សនឹងគោរពបានតាមរយៈពេលខ្លីទេប៉ុន្តែយុត្តិធម៌ទើបធ្វើឲ្យមនុស្សនឹងជឿទុកចិត្តអស់មួយជីវិតដូច្នេះសូមកុំប្រើអំណាចដើម្បីលើកដំកើងខ្លួនឯងសូមកុំប្រើអំណាចដើម្បីលើកដំកើងក្រុមគ្រួសារខ្លួនឯងសូមប្រើអំណាចដើម្បីការពារប្រជាពលរដ្ឋនិងលើកកម្ពស់យុត្តិធម៌ពេលច្បាប់ខ្លាំងជាងអំណាចប្រទេសនឹងរឹងមាំពេលយុត្តិធម៌មានសម្រាប់មនុស្សគ្រប់រូបប្រជាពលរដ្ឋនឹងមានទំនុកចិត្តសូមគិតម្ដងទៀតដើម្បីកម្ពុជាបាទសូមអរគុណ